សួស្តីបាទពុកម៉ែបងប្អូននៅថ្ងៃនេះមកបង្ហាញអំពីទស្សនវិជ្ជាផ្ទះបាទដោយសារតែយើងធ្វើពីអ្នកបន្តិចក៏បានប៉ុណ្ណេះឯងពុកម៉ែបងប្អូនអើយហើយប្រូវិចក៏លូងទៀតបាទគីគ្រុនដល់ពេលធ្វើពីអ្នកក៏មិនតាន់នឹងហើយថ្ងៃនេះស្រូតហើយទេបើតែអត់មាននីវវាយហើយអត់មាននីវវាយក៏មានតែស្រីស្រង់ប្រហែលជាស្អែកទៅពុកម៉ែបងប្អូនអើយកាលណាក៏រវល់ចង់ទៅដាំទៅលងផងក៏ផ្ទះមិនតាន់ហើយមើលទស្សនវិជ្ជាយើងធ្វើបានប៉ុណ្ណេះឯងបើសិនណាមាននីវមានថ្នាំលាបយើងលាបហើយបាត់ហើយពុកម៉ែបងប្អូននេះទស្សនវិជ្ជាមុខផ្ទះគឺផ្លូវគ្រួសធម្មតាលក្ខណៈថាស្រុកស្រែគឺតែបែបនេះពុកម៉ែបងប្អូនបងប្អូនដែលមានក្តីស្រមៃចង់ធ្វើផ្ទះទៀមឈើបែបនេះបងប្អូនគឺវាអត់សូវចុះឈើប្រមាណទេប៉ុន្តែបើដូចខ្ញុំធ្វើនេះផ្ទះពុកគឺឈើក៏អត់សូវច្រើនដល់ចាស់ទៅយើងខ្វះឈើច្រើនដែរពុកម៉ែបងប្អូនបើសិនណាយើងធ្វើឈើលក្ខណៈថាផ្ទះពីរជាន់ដូចគេហៅថាមានរនាបមានអីក្រាលណាចំណាយពេលទៅរនូតទៅអីទៀតឈើមិនចេះតិចគីបទៀតបាទពុកម៉ែបងប្អូនដល់ទៅពេលនេះយើងចំណាយទៅពេលគ្រឿងលឺមើលការរៀបអិតរបស់យើងគឺរៀនថ្មីដោយសារតែខ្ញុំគឺអត់ចេះរៀបអិតទេរៀនថ្មីតើមើលទៅក៏ទឹកដៃក៏រាំងអេមដែរមិនមែនញីអួតខ្លួនឯងទេបាទពុកម៉ែបងប្អូនដែរមើលទិដ្ឋភាពខ្លួនឯងក៏ដឹងថាមើលទៅក៏រាំងស្អាតដែររៀបអិតណាហើយបើតែយឺតបាទបើនិយាយពីការរស់នៅនឹងសាងសង់ផ្ទះនេះពុកម៉ែបងប្អូននេះគឺអត់មានផ្ទះច្រើនទេមកភូមិនេះមានតែ4នេះឯងនិយាយថាដាច់ដលែកណាគេហៅថាភូមិព្រៃភូមិជនបទគឺតែបែបនេះឯងមានអីទេមានតែផ្ទះពី3កឹសនេះឯងរស់នៅសកលគ្នារអេបាទយើងរស់នៅបែបនេះគឺអត់សូវចង្អៀតចង្អល់ប្រហែលនេះពុកម៉ែបងប្អូនមើលតែបរិវេណផ្ទះទៅជុំវិញផ្ទះគឺមានអីទេមានតែរបងឈើធម្មតាដើមតលងដើមអីនេះឯងនេះគេហៅថាអ្នកចំការគឺតែបែបនេះឯងពុកម៉ែបងប្អូនអើយបាទមើលទៅយើងវាយសម្រក់គឺធ្វើម៉ូដមិនសូវស្អាតទេដោយសារតែយើងមិនមានប័ណ្ណពិសោធន៍អីច្រើនធ្វើធម្មតាទេពុកម៉ែបងប្អូនថ្នាំគឺយើងមិនតាន់នឹងបានលាបទៀតចង់ថាលាបអុយវាលាចបន្តិចព្រោះអីថ្នាំនេះបងប្អូនមើលពីចងាយលក្ខណៈថាដូចស្រអាប់មើលបៀតដូចរាងស្អាតដល់ពីចងាយដែរស្អីទេយ៉ាងចោះមើលនៅផ្ទះចាស់បន្ទាប់មកនេះក៏បង្ហាញអំពីក៏រយផ្ទះទៀតបាទពុកម៉ែបងប្អូនលទ្ធភាពបែបនេះគឺនៅក្រោយផ្ទះយើងអត់បានធ្វើពង្អួចទេយើងធ្វើទ្វារមួយបាទពុកម៉ែបងប្អូនសម្រាប់ចេញចូលបាត់ជើងបាត់ដៃអូយញរំតោធ្វើបែបនេះលក្ខណៈគ្រួសាររស់នៅ3 4នាក់បងប្អូនអើយគឺក្តីសោកសម្រាប់បងប្អូនដែលយើងខ្វះលុយដោយពុកក៏អត់សូវមានលុយទេបាទគាត់ខ្វះលុយគាត់ធ្វើលក្ខណៈទុយតាចទេហើយឈើក៏យើងសំដោយខ្លួនឯងនៅចំការចឹងណាហើយនេះខ្ញុំយកនីវទៅទឹមទៅព្រៀបថាយើងដាក់នីវបែបនេះពុកម៉ែបងប្អូនអើយហើយនីវយើងពណ៌សប៉ុន្តែខាងមុខនេះយើងចង់លាបថ្នាំពណ៌ឈើនៅចាំថ្នាំដោយសារតែពុកកាត់រវល់ទៅជួយបន់ជួយអីចាស់ទៅគឺអត់បានទិញថ្នាំហើយវីដេអូខ្ញុំថ្ងៃនេះក៏មិនបានបង្ហាញច្រើនទេបាទពុកម៉ែបងប្អូនមានតែប៉ុណ្្នេះឯងបាទ